ជម្រាបសួរសួស្តីពុកម៉ែបងប្អូនគ្នាជួបគ្នាវិញម្ដងទៀតហើយនៅក្នុងឆ្នាំ2025នេះហើយខ្ញុំសូមអា vlog នេះគឺជា vlog ទី1ហើយដែលខ្ញុំត្រូវផុសនៅក្នុងឆ្នាំថ្មីនេះហើយឥឡូវនេះយើងកំពុងតែ on the way ដើម្បីទៅកាប់ទឹកចេកសម្រាប់វិចនំសមក្នុងឱកាសបន់ចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះហើយឥឡូវនេះយើងកំពុងតែធ្វើដំណើរទៅតាមផ្លូវចានិយាយទៅកន្លែងយើងទៅកាប់ទឹកចេកហ្នឹងអត់សូវឆ្ងាយទេយើងជិះប្រហែល5នាទីហើយទឹកចេកហ្នឹងយើងមានដាំនៅក្នុងចង្ការស្វាយជួយអីចឹងណាហើយបងប្អូនមើលទៅសភាពដូចទៅហើយខ្ញុំចង់ថាចេះពេលផ្លូវទៅហ្នឹងគឺវារៀងស្ងាត់មានមនុស្សតែ2 3នាក់ទេអញ្ចឹងពេលខ្ញុំទៅដល់កន្លែងកាប់ទឹកចេកអញ្ចឹងខ្ញុំអត់សូវថតសកម្មភាពច្រើនទេដោយសារវាស្ងាត់ពេកយើងហូតទៅកាប់ហើយយើងប្រញាប់មកផ្ទះវិញដោយសារវាស្ងាត់មែនតើហើយយើងខ្លាចដែរដោយសារយើងទៅតែ2នាក់អញ្ចឹងណាបងប្អូនអ្នកគ្នាហើយឥឡូវនេះបងប្អូនមើលទៅសភាពលេងទៅខ្ញុំអត់សូវមានអីនិយាយទេបងប្អូនអ្នកគ្នាអើយហើយឥឡូវនេះគឺយើងបានមកដល់ហើយនេះបងប្អូនអ្នកគ្នានិយាយបងប្អូនអ្នកគ្នារហូតឥឡូវយើងកាប់បានដើមចេកតចេកមួយស្ទងហើយនឹងលឹកចេក2ដុំហើយយើងក៏វិលត្រឡប់មកផ្ទះវិញមកបងប្អូនខ្ញុំគៀងអូនេះខ្លាំងមែនតើគាត់មើលខ្ញុំដូចមនុស្សចម្លែកអញ្ចឹងនេះចាមានជាការអត់យល់អត់អីឥឡូវយើងមកដល់ទេហើយចានេះគឺជាលទ្ធផលដែលយើងបានចាសូមអរគុណសូមជម្រាបលា see you next video